ខែកងកងថឹកក្នុងចិត្តខ្ញុំជាឋានសួគ៌សុខពីរំតែមឋានសុខខំដែលខ្ញុំស្នេហាទេសភាពទាំងឡាយផ្សព្វផ្សាយគុណបាទបងតារាសួស្ដីថ្ងៃនេះរីករាយមែនតើណាបងសាគ្រីលេងលេងបានមានគឺថាពេលវេលាដ៏ល្អមែនតើដែលបានមកលេងសហគមន៍របស់បងបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះសាគ្រីលេងលេងបាទដែលមានផលិតទឹកត្រីទឹកស្អ៊ីវទឹកខ្មេះទឹកម្ទេសជាពិសេសគឺទឹកប្រេងខ្យងបាទទឹកប្រេងខ្យងលេងលេងបាទថ្ងៃនេះមកជួបមួយម្ចាស់ផលិតផលមួយដែលគាត់នៅជាប្រធានសហគមន៍បាទនៅសហគមន៍ពីរសោកយើងហើយខ្ញុំប្រោតហើយក៏រីករាយមែនតើដែលជីវប្រវត្តិរបស់បងតារាបាទគាត់គឺជាអ្នកតស៊ូមួយហើយក៏ជាវីរៈជនមួយនៅសមរភូមិក្រោយក្នុងការពារនៅបរិស្ថានក៏ដូចជាការពារនៅឆ្នាំងបាយប្រជាពលរដ្ឋសហគមន៍យើងទាំងអស់គ្នាឲ្យគាត់កាន់តែមានជីវភាពផូរផង់ពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងថ្ងៃនេះបងប្អូនទាំងអស់គ្នាអាចនឹងជួបលោកបងតារាដើម្បីគាត់រាយរាប់ពីប្រវត្តិនៃការការពារបរិស្ថានយើងការពារភពផែនដីយើងការពារនៅអ្វីដែលជា climate change បាទ climate change ហ្នឹងគឺការការពារតំបន់ព្រៃកោងកាងបាទនៅតំបន់ខេត្តកោះកុងយើងតែម្ដងបាទសួស្ដីបងតារាបងហ្នឹងហើយអញ្ចឹងបងតារាជួយជម្រាបពីជីវប្រវត្តិខ្លីៗក្នុងការដែលយើងអភិរក្សតំបន់នេះហើយឲ្យបងប្អូនប្រជាខ្មែរយើងគាត់បានក្រៅបានផ្លាស់ប្ដូរនៅមុខរបរពីមុនមកដែលជាការមុខរបរដែលជាកាប់ឈើកាប់នេះកាប់នោះកាប់ដុតធ្យូងដុតអីហ្នឹងដែលធ្វើឲ្យប៉ះពាល់បរិស្ថានអញ្ចឹងបងសូមជួយបង្ហើបពីជីវប្រវត្តិខ្លះៗផងបងដើម្បីឲ្យបងប្អូនយើងបានដឹងថាការរួមកម្លាំងគ្នារវាងខ្មែរចេះបញ្ជ្រាបនៅមនោសញ្ចេតនាមួយធ្វើឲ្យគាត់ផ្លាស់ប្ដូរពីអ្វីដែលជាការរកស៊ីទទួលទានដោយប៉ះពាល់ទៅនឹងបរិស្ថានបែរទៅជារកស៊ីទទួលទានដោយសុចរិតភាពបាទសូមអញ្ជើញបងបាទសូមអរគុណបាទសូមគោរពជំរាបសួរបាទជាបឋមខ្ញុំបាទសូមអរគុណដល់លោកអគ្គនាយកបាទក្រុមហ៊ុនលៀងលេងដែលផលិតទឹកប្រេងខ្យងទឹកត្រីទឹកស្អ៊ីវទឹកម្ទេសគ្រប់មុខបាទអញ្ចឹងខ្ញុំបាទមានចិត្តរំភើបរីករាយណាស់ថ្ងៃនេះដែលបានលោកអគ្គនាយកបាទមានពេលវេលាអញ្ជើញមកដល់សហគមន៍ពីមកសោបបាទនៅក្នុងឃុំពីមកសោបស្រុកមណ្ឌលសីមាខេត្តកោះកុងថ្ងៃនេះបាទបាទអញ្ចឹងខ្ញុំបាទសូមជម្រាបថាសហគមន៍សប្បាយចិត្តណាស់ដែលបានលោកអគ្គនាយកបាទជួយទិញនៅផលិតផលដូចជាក្រុមចំពោះទាដើម្បីយកទៅផលិតជាប្រេងខ្យងដើម្បីផ្គត់ផ្គង់នៅលើទីផ្សារបាទអញ្ចឹងខ្ញុំបាទមានការសប្បាយចិត្តរីករាយព្រោះថាពេលដែលសហគ្រាសជួយទិញផលិតផលពីសហគមន៍ធ្វើឲ្យសហគមន៍មានប្រាក់ចំណូលបាទមានប្រាក់ចំណូលមានការងារធ្វើបានប្រាក់កម្រៃបាទអញ្ចឹងដើម្បីប្រជាពលរដ្ឋសប្បាយចិត្តបានមានពេលវេលាចូលរួមការពារអភិរក្សធនធានព្រៃកោងកាងតំបន់ឆ្នេរនេះបាទជីវភាពយើងទូទាសិនឆ្នាំងបាយយើងពេញដោយអង្ករសិនមានម្ហូបអាហារគ្រប់គ្រាន់ហើយគឺយើងទើបអាចមានពេលវេលាមួយទៅថែរក្សាបរិស្ថាននៅពេលដែលយើងកំពុងតែខ្វះខាតប៉ុន្តែហើយយើងពិតជាមិនមានពេលទេដោយសារតែភាពសុខដុមរមនាសុខសន្តិភាពនៃសង្គមខ្មែរយើងឥឡូវហ្នឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងមានពេលរកស៊ីទទួលទានហើយមានពេលចូលរួមការពារបរិស្ថានទៀតបាទដោយបងតារាជាដើមបាទសូមអរគុណណាស់អញ្ចឹងខ្ញុំបាទសូមពីវនាវដល់ពុកម៉ែបងប្អូនបាទប្រជាពលរដ្ឋខ្មែរទាំងអស់ទូទាំងប្រទេសបាទមេត្តាជួយគ្រប់គ្រងដល់ផលិតផលដែលផលិតដោយសហគ្រាសបាទលៀងលេងជាផលិតផលកូនខ្មែរបាទហើយយកវត្ថុធាតុដើមពីក្នុងស្រុកខ្មែរជួយគ្រប់គ្រងបងប្អូនប្រជាសហគមន៍ជាពិសេសសហគមន៍ពីមសោបខ្ញុំបាទនេះដែលសម្បូរទៅដោយអ្នកនេសាទរហូតដល់ 65% នៃប្រជាពលរដ្ឋសរុបនៅក្នុងឃុំបាទចឹងខ្ញុំបាទសូមអរគុណដល់លោកអគ្គនាយកដែលលោកអគ្គនាយកបានចំណាយពេលវេលាដ៏មានតម្លៃហើយជួយគ្រប់គ្រងទិញផលិតផលពីសហគមន៍ដើម្បីឲ្យសហគមន៍បាទមានប្រាក់ចំណូលបាទមានពេលវេលាការពារព្រៃកោងកាងព្រោះជំរាបលោកអគ្គនាយកថាព្រៃកោងកាងនេះជាព្រៃមួយដែលល្អជាងគេនៅក្នុងបណ្ដាលតំបន់ឆ្នេរទាំង4ខេត្តក្រុងអញ្ចឹងព្រៃកោងកាងខេត្តកោះកុងជាពិសេសគឺព្រៃកោងកាងដែលនៅក្នុងសហគមន៍ពីមសោកខ្ញុំនេះមានទំហំធំបាទរាប់ពាន់ហិកតាបាទអញ្ចឹងឃើញថាជាចម្រោកពងកូនរបស់មច្ឆាជាតិបាទជាប្រភពជីវៈចម្រុះផលិតជាចំណីអាហារដល់ជីវៈចម្រុះនៅក្នុងតំបន់ឆ្នេរនេះអញ្ចឹងខ្ញុំបាទសូមជម្រាបថាមានការសប្បាយចិត្តរីករាយខ្លាំងដែលលោកអគ្គនាយកបានអញ្ជើញមកដល់ទីនេះហើយជួយគ្រប់គ្រងទិញផលិតផលទីនេះសូមឲ្យពុកម៉ែបងប្អូនទាំងអស់បាទជួយគ្រប់គ្រងបាទប្រើប្រាស់ផលិតផលកូនខ្មែរជាពិសេសដែលផលិតដោយសហគ្រាសលៀងលេងបាទដែលលោកអគ្គនាយកបានអញ្ជើញមកដល់ទីនេះផ្ទាល់អញ្ចឹងខ្ញុំបាទសូមជួយ
ពុកម៉ែបងប្អូនជួយគាំទ្រទាំងអស់គ្នាជួយគាំទ្រដល់សហគ្រាសលៀងលែងក៏ដូចជាជួយរួមការពារគុំពីមកសោបយើងសហគមន៍ពីមកសោបនឹងការពារអភិរក្សធនធានត្រីកងកាងធម្មជាតិតំបន់ឆ្នេរនេះឲ្យបានគង់វង្សនិងល្អប្រសើរបានប៉ុន្តែឲ្យពុកម៉ែបងប្អូនហ្នឹងឯងដូចបងតារាគាត់មានប្រសាសន៍ចឹងថាបើសិនជាយើងខ្មែរយើងអត់គាំទ្រផលិតផលខ្មែរយើងហើយអត់ខំប្រឹងគាំទ្រនិងថែរក្សានៅសម្បត្តិធម្មជាតិដ៏ផូរផង់បាទទេសភាពទាំងនេះមិនមែនកើតឡើងដោយងាយទេគឺរាប់ពាន់លានឆ្នាំហើយបើសិនជាយើងមកផ្លាញក្នុង1នាទីទេអញ្ចឹងសូមបងប្អូនទាំងអស់គ្នាចូលរួមបាទជួយការពារបាទដូចថាបងតារាលោកតារាគាត់ថាពីមុនមកបងប្អូនយើងដោយការខ្វះខាតគឺគាត់រកស៊ីទទួលទានដោយសារការដុតអុសដុតធ្យូងបាទអញ្ចឹងត្រូវកាប់អស់ហើយនៅព្រៃឈើនៅក្នុងហ្នឹងប៉ុន្តែដោយការមានការជួយជ្រោមជ្រែងមានការជួយផ្សេងទៅធ្វើឲ្យបងប្អូនយើងហ្នឹងទាំងអស់គ្នាដូរមុខរបរបាទគឺយើងគាត់ក្រៅពីកាប់បំផ្លាញដីព្រៃដើម្បីយកមកដុតធ្យូងឥឡូវគឺគាត់ចិញ្ចឹមបាទការពារនិងអភិរក្សបាទមិនត្រឹមតែនោះទេមិនត្រឹមតែឈប់ទេគឺគាត់ចូលរួមការពារទៀតផងនេះបងប្អូនមើលទាំងអស់គ្នានេះសិតតែជាអ្វីដែលជាមុខរបរថ្មីរបស់គាត់នេះគឺគាត់ដាក់ភ្នួសដាក់រងដាក់សំណាញ់ដាក់ត្រង់ដាក់ម៉ងដាក់សំណាញ់ហើយនឹងការចិញ្ចឹមក្រុមចំពោះទាបាទធ្វើឲ្យកំណើននៃក្រុមចំពោះទាយើងពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងជារៀងដរ៉ាបបាទមិនមែនយើងរត់តែចិញ្ចឹមវារត់តែបាត់បង់ទេការចិញ្ចឹមរបស់គាត់គឺកាន់តែធ្វើឲ្យពូជអំបូរនៃក្រុមចំពោះទារបស់យើងនិងoyster បាទផ្សេងហ្នឹងសាច់ក្រុមផ្សេងខ្យងផ្សេងហ្នឹងមានការកើនឡើងនៅក្នុងសហគមន៍ពីមក្រសោបនេះបាទមិនមែនយើងរត់តែធ្វើទទួលទានរកស៊ីទទួលទានមុខរបរហ្នឹងរឹតតែបាត់បង់ហើយអញ្ចឹងសូមកុំយល់ច្រឡំអញ្ចឹងរឹតតែនេសាទរឹតតែធ្វើគឺរឹតតែបានកើនឡើងដោយសារតែការការពារនិងការប្រមូលយកនៅក្នុងតែរដូវដែលរដ្ឋាភិបាលយើងបានអនុញ្ញាតបាទអញ្ចឹងធ្វើឲ្យពីមួយឆ្នាំទៅមួយឆ្នាំប្រជាកសិកររបស់យើងមានជីវភាពកាន់តែទូធាហើយគឺគាត់អាចនឹងរស់រានមានជីវិតបានដោយភាពថ្លៃថ្នូរបាទនឹងចូលមានពេលវេលារហូតដល់ថ្នាក់ការពារនៅសម្បត្តិធម្មជាតិដែលសល់ពីបុព្វបុរសខ្មែរយើងបាទអញ្ចឹងសូមបងប្អូនយើងទាំងអស់គ្នាចូលរួមការពារបរិស្ថានទាំងអស់គ្នាហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមបេក្ខការនៅទំនិញបរទេសហើយជួយទិញទំនិញខ្មែរគ្រប់សិប្បកម្មបាទឲ្យតែទំនិញខ្មែរដែលផលិតដោយកូនខ្មែរទិញទៅមិនខុសបំណងទេខ្មែរត្រូវតែខ្លាំងខ្មែរខ្លាំងដោយសារខ្មែរគ្រប់គ្រងខ្មែរបាទសូមអរគុណពុកម៉ែបងប្អូនបាទចឹងខ្ញុំបាទសូមអរគុណបាទចុងក្រោយនេះសូមអរគុណដល់លោកអគ្គនាយកបាទដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកដល់សហគមន៍ដើម្បីពិនិត្យមើលបាទទីតាំងភូមិសាស្ត្រនិងផលិតផលជាក់ស្ដែងនៅទីនេះហើយខ្ញុំបាទក៏សូមអរគុណបាទដល់ប្រមុខរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់បាទអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បាទព្រមទាំងមន្ត្រីជំនាញក្រសួងជំនាញជាពិសេសរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលលោកបានចូលរួមការពារអភិរក្សធនធានតំបន់ឆ្នេរនេះបាទក្រសួងបរិស្ថានក្រសួងកសិកម្មបាទមន្ត្រីរដ្ឋបាលជលផលដែលលោកតែងតែយកចិត្តទុកដាក់ចូលរួមការពារអភិរក្សធនធានតំបន់ឆ្នេរនេះបាទសូមអរគុណបាទអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់មន្ត្រីពាក់ព័ន្ធទាំងអស់អង្គការសង្គមស៊ីវិលអង្គការដៃគូទាំងអស់ដែលជួយអភិវឌ្ឍសហគមន៍ពីមសោបឲ្យមានឈ្មោះបោះសម្លេងហើយការពារបាននៅធនធានព្រៃកោងកាងដែលជាប្រភពដ៏សំខាន់ប្រាក់ចំណូលរបស់ប្រជាជនបាទសូមអរគុណសូមគោរពនិងជម្រាបលាបាទដើមឈើទាំងអស់ហ្នឹងសិតតែបានផលខ្មែរយើងបាទបានផលហើយយើងលោកអ៊ូស្មានធម្មជាតិបាទអ៊ូស្មានឥណទានកបោនដែលចេញពីដើមឈើបាទនេះមុខរបរនេះយើងកំពុងតែដេកលក់ឲ្យតែលុយចូលប្រទេសយើងបងប្អូនថែបានហ្នឹងចូលរួមថែបានទាំងអស់គ្នាបាទអរគុណពុកម៉ែបងប្អូនក៏ដូចជារដ្ឋាភិបាលបាទជើងចូលរួមយ៉ាងមុតមមថាយើងត្រូវតែតស៊ូក្នុងការការពារភពផែនដីរបស់យើងទាំងអស់គ្នាបាទសូមអរគុណកាត់ពីសុខភាពនឹកដល់លៀងលេង